បញ្ចប់ខ្ញុំជួបមុខឲ្យប្រជាពលរដ្ឋសូមថ្លែងអំណរគុណទៅដល់សម្ដេចសេចក្តីសោមនស្សរីករាយណាមានការភ្ញាក់ផ្អើលដល់ថ្នាក់ដឹកនាំទាំងប្រជាពលរដ្ឋពិសេសដល់សម្ដេចវិបលសេនាភក្តីសៃឈុំដែលជាប្រមុខដឹកនាំដ៏ខ្ពស់បានលើកផ្ដល់កិត្តិយសខ្ញុំនៅក្នុងអង្គប្រជុំហើយខ្ញុំគ្មានអីទេក្រុមការងារខ្ញុំមានតែរៀបដៃដកថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះលោកឪពុកថាជាលោកឪពុកដែលជាត្រជាក់ដល់ត្រជាក់សម្រាប់កូនចៅជាពលរដ្ឋនៅក្នុងខណ្ឌពោធិ៍សែនជ័យពិសេសនៅក្នុងស្ថានភាពយើងនេះហើយខ្ញុំបានកាយបលាយដោយសារលោកមើលទៅប្រហែលជាពិបាកភ្នែកនៃការលិចលង់ទឹកលិចប្រហែលថ្ងៃមុននេះមានការលិចលង់ឥឡូវកូនចៅខ្ញុំប៉ាងនីតាហើយនៅក្រុមការងារសកាត់យើងបានចុះមកកាយបលាយថ្ងៃនេះបានមកកណាត់មកដល់រោងចក្រយើងបានវាយលបងឬរបងបានហើយទើបគ្នានេះក៏ខ្ញុំសូមថ្លែងអំណរគុណដល់អាយដាមសសខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏លើកយកពួកខ្ញុំយកទៅនៅក្នុងប្រជុំអង្គប្រជុំមួយដ៏ធំនៅក្រសួងឯកដីហើយខ្ញុំគ្មានអីទេអាយដាមកូនចៅបានយកអនុសាសន៍របស់អាយដាមដែលធ្វើជាច្បាប់ធ្វើជាទម្លាប់យកមកឲ្យខ្ញុំអនុវត្តនៅលើការដោះស្រាយនៅលើបលាយនៅលើចិញ្ចើមផ្លូវនេះដើម្បីបម្រើប្រជាពលរដ្ឋទន្ទឹមគ្នានេះដែរមួយទៀតក៏ឧបនាយករដ្ឋមន្ត្រីសាយសំអាលរដ្ឋមន្ត្រីក្រសួងតែដីក៏បានលើកឈ្មោះខ្ញុំឲ្យអាយដាមភូមិសេងអភិបាលរាជធានីភ្នំពេញក៏ដោយសពកញ្ញរិទ្ធលោកប្រជុំបានផ្ដល់ការងារពិសេសអាយដាមភូមិសេងលោកបានជួយអីនឹងសម្រាប់ឲ្យក្រុមការងារខ្ញុំធ្វើនេះទាំងអស់ជាចុងបញ្ចប់ខ្ញុំជួបមុខឲ្យប្រជាពលរដ្ឋសូមថ្លែងអំណរគុណទៅដល់សម្ដេចអាយដាមនាយករដ្ឋមន្ត្រីសសខាអាយដាមសៃសំអាលសូមឲ្យអាយដាមធ្វើជាមលុបដ៏ត្រជាក់សម្រាប់កូនចៅយើងទាំងអស់គ្នាឲ្យខ្ញុំប៉ាងលីដានេះនិងសហការបដិញ្ញាថាមិនឲ្យអាយដាមទាំងអស់សម្ដេចពិសេសសម្ដេចមិនឲ្យពិបាកយ៉ាងណាទេខ្ញុំនឹងបដិញ្ញាថារួបរวมគ្នាក្រោមដំបូលសន្តិភាពរបស់សម្ដេចតេជោក៏ដូចជាសម្ដេចបវរគុណម៉ាណែតក្នុងការដឹកនាំដើម្បីដល់សន្តិភាពនេះហើយខ្ញុំនៅជើងក្រោមខ្ញុំជួយរៀបចំខ្ញុំសហការឲ្យបានល្អជាមួយនឹងប្រជាពលរដ្ឋដើម្បីដោះស្រាយរាល់បាតុភិបផ្សេងនៅក្នុងនេះជាមួយគ្នានេះដែរពួកខ្ញុំសូមបដិញ្ញាថាយើងនឹងខិតខំបន្តទៀតធ្វើឲ្យប្រសើរឡើងនៅក្នុងមូលដ្ឋានរបស់ខ្ញុំដោះស្រាយជាមួយទាំងបលាយលូមេក៏ដូចបលាយអង្គនីហើយនឹងដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់រៀបចំរបៀបរៀបរយតាមផ្លូវទាំងអស់តាមអនុសាសន៍ដ៏គង់ខ្ពស់របស់ឧបនាយករដ្ឋមន្ត្រីសសខាលោកបានចេញกระดาษស្នាមច្បាប់ទម្លាប់ច្រើនណាស់សម្រាប់ឲ្យអាជ្ញាធរមូលដ្ឋានសម្រាប់យកមកអនុវត្តបាទអញ្ចឹងខ្ញុំសូមមានអីទេមានតែរៀបដៃដកទាំងអស់គ្នានឹងសូមអរគុណអាយដាមសម្ដេចឲ្យជួបប្រទះនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈ8គ្នាឲ្យសូមអរគុណ